គ្រូបងរៀនអ្នកណាក៏ដឹងថាអាជីពមួយនឹងមិនអាចធ្វើជាសាថៃព្រោះតែស្រឡាញ់ព្រោះតែនិស្ស័យទើបមិនខ្វល់សំដីទោះបីជីវភាពបែបណាជាគ្រូបងរៀនគ្មានអ្វីអួតទេមិនស្ដុកស្ដំដូចគេប៉ុន្តែមានម្នាក់សិង្កាទុំក្រក៏ព្រមស្របតាមវាសនាស្ម័គ្របំរារដ្ឋាតស៊ូសាងធនធានមនុស្សគ្រូបងរៀនគ្មានអ្វីបងចាតែមិនហឺហាបានត្រឹមមួយរស់តែអាចបងរៀនឲ្យអ្នកខ្ពង់ខ្ពស់មានទ្រព្យស័ក្តិយសមានឈ្មោះនៅក្នុងសង្គមជាគ្រូបងរៀនគ្មានចង់បានអ្វីមិនចង់បានគុណស្រ័យសុំត្រឹមឲ្យអ្នកខិតខំប្រឹងប្រាជ្ញរៀនសូត្ររហូតរឹងមាំអាចជួយដល់សង្គមទុកថាសងគុណគ្រូហើយ